សួស្តីខ្ញុំនៅថ្ងៃអ្នកទាំងអស់គ្នាអំពីចន្លោះភ្ជាប់យើងប្រើសម្រាប់ភ្ជាប់ពាក្យហើយយើងភាគច្រើនយើងគួរវាយនៅមុខសញ្ញាខណ្ឌឬសញ្ញាឧទានសញ្ញាភ្នែកមាត់ជាដើមដោយគ្រាន់តែយើងប្រើគ្រាប់ចុចឆ្លាស់ជាមួយនឹងចន្លោះមើលមិនឃើញឬក៏ ALGR ជាមួយនឹង space bar ឧទាហរណ៍ដូចជាយើងមានអត្ថបទមួយអត្ថបទនេះនៅត្រង់កន្លែងជាដើមនេះសញ្ញាខណ្ឌធ្លាក់មកក្រោមដោយសារយើងប្រើសញ្ញាដកឃ្លាដូច្នេះដើម្បីយើងភ្ជាប់ជាដើមជាមួយសញ្ញាខណ្ឌវិញយើងត្រូវប្រើឆ្លាស់ជាមួយនឹងចន្លោះមើលមិនឃើញឬក៏ ALGR ជាមួយនឹង space bar វានឹងធ្វើការភ្ជាប់ជាដើមជាមួយនឹងសញ្ញាខណ្ឌវិញដែលវាមិនធ្វើឲ្យធ្លាក់ចុះមកខាងក្រោមដូចរូបទី1ឧទាហរណ៍ជាក់ស្ដែងខ្ញុំមានអត្ថបទមួយអត្ថបទនេះនៅពេលដែលយើងវាយផ្ដាច់ពាក្យមួយត្រង់កន្លែងនេះខ្ញុំធ្វើការផ្ដាច់ពាក្យដែរខ្ញុំប្រើ space bar នោះវានឹងធ្វើឲ្យដាច់កន្លែងជាដើមសញ្ញាខណ្ឌដូច្នេះដើម្បីភ្ជាប់ជាដើមជាមួយនឹងសញ្ញាខណ្ឌវិញយើងគ្រាន់តែដាក់ទស្សនិកនៅត្រង់កន្លែងចន្លោះជាដើមនិងសញ្ញាខណ្ឌបន្ទាប់មកយើងប្រើឆ្លាស់ជាមួយនឹងចន្លោះមើលមិនឃើញចន្លោះមិនឃើញឬក៏ Alt space bar នៅពេលនោះវានឹងធ្វើការភ្ជាប់ពាក្យវិញ